ណែក៏សូមបញ្ជាក់ទៅកាន់សាធារណជននិងសមរជនយើងអត់ធ្វើជាសត្រូវជាមួយនឹងលុយទេហើយកាន់តែមិនធ្វើសត្រូវជាមួយនឹងលុយសម្រាប់យកមកសាងសង់ផ្ទះអតីតយុទ្ធជនរបស់យើងអញ្ចឹងអ្នកដែលចង់ជួយអាចជួយតាមក្រោយមកក៏បានយើងមិនបញ្ចប់ត្រឹមតែមកអានប៉ុណ្្នឹងទេយើងរងចាំទទួលហើយតាមរយៈឯកឧត្តមគុណគីមហើយឧត្តមគុណគីមនឹងរាយការណ៍មកខ្ញុំហើយយើងនឹងធ្វើសេចក្តីថ្លែងអំណរគុណជាមួយនឹងអ្នកចូលរួមទាំងឡាយចឹងទេយើងមានលទ្ធភាពកាន់តែច្រើនដើម្បីបង្កើនល្បឿនសម្រាប់ការសាងសង់ជាបន្តហើយណាស់គឺយ៉ាងយូរល្ងាចនេះគឺក៏តែថ្ងៃស្អែកថវិកានឹងបញ្ជូនទៅដល់សម្រាប់ពីផ្នែកខ្ញុំ100ខ្នងហើយកន្លងទៅនេះខ្ញុំមានមូលនិធិមួយទៀតគឺមូលនិធិ100មុនឆ្នាំ125មូលនិធិ125ត្រូវបានដកលុយនោះយកទៅកសាងផ្ទះ500ខ្នងប៉ុន្តែដោយសារតែបងប្អូននោះមានតម្រូវការត្រឹមតែ200ខ្នងខ្ញុំក៏បានផ្ដល់ចែកចម្លែកអសល់300ខ្នងហ្នឹងបកគលជូនទៅឯកឧត្តមគុណគីមដើម្បីកសាងផ្ទះអញ្ចឹងទេឆ្នាំនេះយើងខ្ញុំនៅមានកូនមូលនិធិមួយទៀតមូលនិធិក្រុមប៉ុន្តែដូចជាតារាដូចជាដែលភួងសិផានវាអត់ត្រូវការទេណាក្រុមនោះអត់ត្រូវការទេមានមួយចំនួនទៀតអត់ត្រូវការទេអញ្ចឹងទេបានជាយើងទៅប្រមូលណាយើងរួមទោះបីអតីតយុទ្ធជនដែលមិនត្រូវការកុំមកប៉ះពាល់ខ្លះមានផ្ទះថ្មនៅទៅយកផ្ទះក្នុងទៅអីអតីតយុទ្ធជនមែនក៏ប៉ុន្តែគេមានលទ្ធភាពគ្រប់គ្រាន់ហើយសូមអរគុណសម្រាប់ការចូលរួមទាំងនេះទី6ប៉ុន្តែខ្ញុំសូមបញ្ជាក់អានេះគឺសាងសង់សម្រាប់តែអ្នកដែលមានដីឲ្យធ្វើអានឹងសកម្មភាពនៅមុនព្រោះអានឹងសកម្មភាពខ្លាំងណាស់គ្នាមានដីប៉ុន្តែផ្ទះវាខូចទៅហើយក៏ទីខ្លះទៅគាត់ពីដើមគាត់មានកូនយ៉ាងអាកូនវានៅជាមួយគាត់ដល់ឥឡូវនេះគាត់ចាស់ទៅគាត់នៅជាមួយកូនម្ដងចែកផ្ទះហ្នឹងឲ្យកូនដែរឲ្យកូនម្ដងប៉ុន្តែពេលខ្លះក៏យើងអាចនឹងជួយសម្រួលដើម្បីឲ្យគាត់មានពួកកូនមិនដឹងទៅណានៅជាមួយឪម៉ែហ្នឹងអាកូនទៅជាមួយផ្ទះឪពុកប៉ុន្តែខ្លាយទៅជាផ្ទះកូនឪពុកនៅជាមួយប៉ុន្តែបើគាត់មានដីក្បែរហ្នឹងយើងក៏អាចជួយសម្រួលករណីលើកលែងខ្លះមិនមែនទាំងសងទាមទារដូចគ្នានោះទេជាទូទៅសូមបញ្ជាក់ថាកិច្ចគាំពារសង្គមសម្រាប់រដ្ឋាភិបាលច្រើនអាណត្តិមកហើយធ្វើបានច្រើនណាស់រឿងនេះយើងឃើញសំណាញ់សវត្ថិភាពសង្គមរបស់យើងតែយើងចាយប្រាក់យ៉ាងច្រើនទៅលើរឿងនេះរាប់តាពីការចាប់ផ្ដើមដំបូងដែលខ្ញុំចង្អុលបង្ហាញឥឡូវកំពុងតែបន្តអនុវត្តតែចាប់ផ្ដើមពីស្ត្រីមានផ្ទៃពោះតែយើងចាប់ផ្ដើមពីជូនទៅដល់ស្ត្រីដែលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនអាយុ2ឆ្នាំយើងបានធ្វើកិច្ចការងារនេះច្រើនចឹងបានអ្នកខ្លះគេឃើញគេជួនកាលគេថាលុយតិចពេកបាទលុយស្រុកខ្មែរវាតិចក៏ប៉ុន្តែការចំណាយក៏វាតិចដែរនៅប្រទេសបារាំងនៅប្រទេសអាមេរិកប្រាក់ខែខ្ពស់ក៏ប៉ុន្តែចំណាយចុះចំណាយឡើងគឺវានៅតែដែរអ្នកឯងមានប្រាក់ខែខ្ពស់តម្លៃទំនិញនៅតែស្រុកដែរក៏ខ្ពស់ដែរអញ្ចឹងដូចជាអ្នកចូលនិវត្តន៍ដែលប្រាក់ខែទាបបំផុតរបស់យើងនេះ840000 850000